មានម៉ូតូស្អីស្អាតពីរនាក់បានរុញមកតាំងពីផ្ទះបងប្អូនហើយគាត់តែឃើញខ្ញុំថតបាននេះលាក់មុខព្រោះគាត់ខ្លាចសង្សារចាស់គាត់ឃើញព្រោះអីឥឡូវនៅមួយសង្សារថ្មីជាងនាំឯងលពឹសមាត់ដូចជាចេះដឹងឬគេពេកហើយសង្សារសង្សួយអីអត់ដឹងទេអញ្ចឹងកុំលពឹសមាត់ពេកមកមើលម៉ូតូហ្មងទៅម៉ូតូបងស្រីស្គប់ពីស្រីខ្ពស់បើកសោបានធម្មតាភ្លើងទៅលើកុងទ័រឡើងខៀវឡើងខ្ចីញ៉ាញ់តែគាត់ជាប់សញ្ញាឆេកជាប់សញ្ញា idling stop និងសញ្ញា ECO ហើយសុំបញ្ជាក់តិចមានភ្លើងចឹងមែនប៉ុន្តែម៉ូទ័របូមសាំងអត់ដើរទេដេកអត់កើតដែរអញ្ចឹងបងប្អូនចាំតិចចាខ្ញុំដោះមើលសិនថាមានបញ្ហាអីពេលដឹងចាខ្ញុំប្រាប់អូជាងដល់មិនទាន់ដឹងទេតដោះដែរយោដឹងបាត់ហើយបងប្អូនដោយសោដាត់ដោយសោនេះអស់ស៊ីនគឺវារលងក្លែកហើយថារលងក្លែកឲ្យវាធូរឲ្យតែវាធូរវារលងហើយថាវារលងគឺវាដាត់ហើយនិយាយទៅក៏លូកដៃអង្គើទៅម្ដងមានភ្លើងម្ដងអត់ភ្លើងម្ដងដេកកើតម្ដងដេកមិនកើតនេះបងប្អូនឃើញសញ្ញាវាលូតបាត់អស់អត់នេះទៅជាការត្រឹមត្រូវហើយអញ្ចេះដេកឆេះហើយបើលូតភ្លើងពេញមកដូចមិញគឺដេកមិនឆេះទេហើយបើខ្ញុំលូកដៃទៅអង្គើតិចទៀតបាត់ភ្លើងទៀតនិយាយទៅបញ្ហាអត់នេះបងប្អូនអត់មានខូចអីធំដុំទេវាគ្រាន់តែអត់ដិតដូចអាលងដូចពេលខ្លះអត់ដិតជើងមួយស៊ីបពេលខ្លះអត់ដិតក្បាលអង្គុយអញ្ចឹងទេបញ្ហាបែបនេះបងប្អូនកុំព្រួយបារម្ភអីនេះកុំឲ្យញ៉ៃច្រើនចង់រឹបវាទៅលើតែម្ដងទៅហើយចុះក៏រឿងឈឺកម្លេះលោកឲ្យលោកយកមិញដាក់ចាក់ជ្រុលបងយកមិញដាក់ចាក់ជ្រុលហើយបលឹមឡើងក៏វាទៅចាក់ទៀតហើយនិយាយពីល្ងាព្រឹកឡើងហើយបើទៅចាក់ម្លឹងរួញពងអស់ហើយបងប្អូនអើយបងប្អូនជិះម៉ូតូយើងនៅពេញមានរួញពងដូចខ្ញុំហ៎ណែឃើញអត់ខ្ញុំថាស្អីស្អាតហើយជឿខ្ញុំនៅពេលដំបូងអៀនណាដល់ពេលយូរទៅលែងអៀនម្ដង